បងប្អូនធ្លាប់យកជីរបស់បារាំងមកប្រភេទហ្នឹងយកមកសាកជៀនពងមាន់ដែរឬទេចាពងមាន់ឬមួយក៏ពងទាអញ្ចឹងណាប៉ុន្តែគ្រាន់ថាខាងបារាំងនេះសម្បូរតែពងមាន់ទេបងប្អូនចាពងទាកម្រនឹងឃើញលក់ហើយនេះខ្ញុំវិញក៏ទឹកលើកទី1ដែរចាអត់ដែរសោះឥឡូវហ្នឹងដាក់គ្រឿងក្រៅបងប្អូនចាហើយវាយពងមាន់ឲ្យសព្វអញ្ចឹងមកចាដូចតែយើងជៀនពងទាពងមាន់ជាមួយអីផ្សេងអញ្ចឹងណាចាមានទឹកត្រីអំបិលប៊ីចេងតិចស្ករបន្តិចចឹងទៅចាភ្លក់ឲ្យសមតាមចំណូលចិត្តហើយដាក់ជៀនតែម្ដងចាជីនេះដែរបារាំងគេហៅអាណេតបងប្អូនចាហើយជីអាណេតហ្នឹងបងប្អូនខ្មែរយើងច្រើនតែចូលចិត្តយកមកញ៉ាំធ្វើជាល្បាយនំបញ្ចុកក៏បានចាបុកល្ហុងក៏បានចានិយាយទៅធ្វើញ៉ាំជាល្បាយហ្មងក៏ប៉ុន្តែបើជនជាតិបារាំងវិញគេធ្វើជាជីណាបងប្អូនចាឈ្ងុយដាក់ជាមួយសូសអីចឹងណាលាយសូសហើយលាយអីចឹងទៅចាបើយើងញ៉ាំជាបន្លែបានហើយឥឡូវហ្នឹងគឺនេះខ្ញុំអត់ដែរទេថ្ងៃនេះយកមកសាកជៀនជាមួយនឹងពងមាន់ណាមើលទៅដូចស្តៀងស្អំបន្លំស្អំបានណាបងប្អូនចាប៉ុន្តែក្លិនរៀងមួយយ៉ាងម្នាក់ស្អំយើងក្លិនរៀងនិយាយថាដិតណាបងប្អូនចារៀងស្អុយស្អំណាប៉ុន្តែជីនេះវាអត់ស្អុយទេតែវារៀងក្លិនរៀងខ្លាំងដែរចាមួយយ៉ាងម្នាក់អញ្ចឹងទៅហើយបែកខាងនេះខ្ញុំគេលក់មួយបាច់ណាបងប្អូនចាមួយបាច់1 អ៊ូរ៉ូដែរហ្នឹងហើយមួយបាច់គេរៀងមិនធំប្រហែលទេទូចដែរចាហើយនេះខ្ញុំយកមកកាត់វាខ្លីៗទូចចឹងទៅចាហើយវាយជៀនពងមាន់ទាំងតែម្ដងទៅឥឡូវនេះចាំមើលចាំភ្លក់មើលលើកទី1ដែរហ្នឹងបងប្អូនអើយអត់ដែរសោះធ្លាប់តែញ៉ាំជាបន្លែណាចាឥឡូវជៀនរៀងក្រៀមហើយចាទាំងលើទាំងក្រោមចឹងមកឈ្ងុយមួយយ៉ាងដែរតែក្លិនអត់សូវខ្លាំងដូចស្អំរបស់យើងទេបងប្អូនតែបើសិនជាអត់ប្រាប់គ្រាន់តែយើងឃើញរូបរាងហ្នឹងយើងគិតថាជៀនស្អំណាឥឡូវឆ្អិនហើយចាត់ការនៅក្នុងខ្ទះហ្នឹងតែហ្មងទៅក្តៅហុយឈ្ងុយដែរតើពួកអីជាប្រភេទជីបងប្អូនចាអញ្ចឹងវាឈ្ងុយណាមើលទៅឡើងតំណងដែរហ្នឹងចាឥឡូវភ្លក់មើលសិនថាតើវាមិនអីមិនណាញ៉ាំទៅគឺឆ្ងាញ់បងប្អូនចារសជាតិវិញហ្នឹងគឺឈប់ចាលក្ខណៈថាឈប់ញ៉ាំទៅឆ្ងាញ់មួយយ៉ាងស្តៀងស្អំយើងដែរគ្រាន់តែថាខុសគ្នាបន្តិចវារឿងក្លិនហ្នឹងតែបើថាយើងឃ្លានជៀនស្អំជៀនអីអាហ្នឹងអាចញ៉ាំបានចាមានអីមួយយ៉ាងដែរតើបងប្អូនឆ្ងាញ់